ឆាគ្រឿងតកួនលៀងតកួនចិនចំណេះវាធំឥឡូវនេះចាប់ដើមលីងសាច់ជាមួយនឹងចង្ក្រានអស់ហើយដលមត្បូងនេះគឺដាក់លីងវាសិនបើលីងវាទេសាច់យើងអត់ឆ្អិនតបន្ទាប់ពីលីងសាច់ឆ្អិនហើយយើងដាក់ខ្លាញ់ហើយយើងចាប់ដើមចាក់គ្រឿងយើងចូលគ្រឿងឆាសាមញ្ញតាមស្រុកតំបន់នីមួយៗសម្រាប់ខាងខ្ញុំគឺខ្ទឹមតែគឺអត់ចោលទេមកទេតាមចំណងចិត្តហើយជាមួយលើគុយតើក៏តាមចំណងចិត្តដូចគ្នាតមកយើងចាក់គ្រឿងយើងបុកខ្លួនឯងក៏បានយើងទិញពីគេក៏បានហើយសម្រាប់ខ្ញុំគឺទិញពីគេគ្រឿងនេះយើងអាចធ្វើបានប៉ុន្តែយូររយៈពេលធ្វើគ្រឿងអញ្ចឹងយឡយើងទិញនៅផ្សារមក500 1000អីគឺយើងគិតថាបានតើនេះចាក់សាច់ចូលដោយសារតែយើងលីងស្ងួតយើងមិនត្រូវថែមទឹកច្រើនទេ